សូមសរសើរវិជាជនខ្មែរយើងមួយចំនួនធំមិនមួយចំនួនទូចទេមួយចំនួនធំឆ្នាំ2025ដែលយើងមានចំនួនជាមួយប្រទេសថៃហើយក៏ទាំងយោធាទាំងរាជរដ្ឋាភិបាលនិងទាំងប្រជាជនស្រុះដៃគ្នាដើម្បីការពារប្រទេសជាតិខ្លួនឯងក៏ប៉ុន្តែរឿងមួយដែលខ្ញុំកត់សម្គាល់ហើយខ្ញុំសរសើរដោយសារប្រជាជនខ្មែរយើងសាននេះណាបិទតែសង្គ្រាមបានបញ្ចប់ហើយស្ថានភាពតាមព្រំដែនធូរស្រាលជាងមុនហើយបងប្អូនភូមិព្រៃច័ន្ទយើងក៏កំពុងបន្តរៀបចំអីវ៉ាន់និងចូលទៅនៅផ្ទះពួកគាត់រៀងខ្លួនអាហ្នឹងរឿងមួយទៀតដែលខ្ញុំកត់សម្គាល់ថាវាជាមោទនភាពរបស់ប្រជាជនកម្ពុជាហើយក៏ជាមនសិការតស៊ូដល់សាហាវគឺយើងធ្វើពហិការឈប់ប្រើអេវ៉ាន់ថៃហ្នឹងណាហើយខ្ញុំបញ្ជាក់ប្រាប់បងប្អូនថាការធ្វើពហិការមិនប្រើអេវ៉ាន់ថៃនេះមិនមែនជាផលប្រយោជន៍ទូចសម្រាប់សង្គមជាតិហើយក៏មិនមែនជ្រុងមួយសម្រាប់សង្គមជាតិយើងដែរគឺជាការរីកចម្រើនផនប្រទេសជាតិយើងបងប្អូនគិតមើលតែមួយចំណុចបើសិនជាយើងអត់ធ្វើពហិការប្រើអីវ៉ាន់ថៃរឿងទី1គឺថៃនៅតែក្អើតក្តមនៅតែមើងងាយខ្មែរយើងតជំនាន់រឿងទី2បើយើងបន្តពហិការឈប់ប្រើអីវ៉ាន់ថៃកាន់តែយូរសេដ្ឋកិច្ចខ្មែរយើងនឹងរីកចម្រើនលឿនជាងប្រទេសថៃទៀតទី1ក្រុមហ៊ុនដែលធ្លាប់ណានាំអេវ៉ាន់ពីប្រទេសថៃចូលមកលក់ប្រទេសខ្មែរនិងបង្វែរទិសដៅមកបើករោងចក្រនៅប្រទេសខ្មែរយើងរឿងទី2គឺតទៅមុខគ្មានប្រទេសជាតិណាហ៊ានមើងងាយប្រទេសខ្មែរយើងទៀតទេជាពិសេសប្រទេសលេខ2ហើយប្រទេសលេខ3រឿងទី3គឺសេដ្ឋកិច្ចខ្មែរយើងរីកចម្រើនហើយកាត់បន្ថយប្រជាជនយើងចេញទៅធ្វើចំណាក់ស្រុកនៅខាងក្រៅបងប្អូនគិតដូចខ្ញុំអត់